អូខេស្វាគមន៍បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានក៏ដូចជាការសម្ដាប់នៃ channel របស់គុណអ្នកសម្រាប់រឿងជាមួយខ្ញុំបានអាសាជាថ្មីថានេះខ្ញុំបានក៏បាននាំក៏ដូចជាដឹងនៅសាច់រឿងមួយដែលខ្ញុំបានកាលនៅពីក្មេងហ្នឹងជួបផ្ទាល់ហើយក៏បានលើកយកមកចែករំលែកក៏ដូចជាប្រាប់ទៅដល់ប្រិយមិត្តបងប្អូនទាំងអស់គ្នាបានជាការស្ដាប់និងជាការស្ដាប់ព្រោះរឿងហ្នឹងវាមានមែនមិនរឿងបដិទ្ធឬក៏រឿងអីទេគឺមានមែនណាបងប្អូនប្រិយមិត្តទាំងអស់គ្នាឥឡូវនេះសូមបងប្អូនប្រិយមិត្តទាំងអស់គ្នាទៅតាមដានក៏ដូចជាស្ដាប់ខ្ញុំបានសម្រាប់ក៏ដូចជានិយាយដល់គ្នាបានណាការនៅពីទូចហ្នឹងខ្ញុំបានក៏បានទៅសិក្សារៀនសូត្រនំវត្តនិយាយក៏បាននាំខ្ញុំហ្នឹងទៅណាលឿនថាទៅថៃកូនសិស្សលោកយកទៅដាក់នំវត្តឲ្យជួយបំរើលោករៀនធម៌រៀនអីហ្នឹងហើយក៏លោកជួយបរៀនជួយអក្សរអីចឹងទៅហើយក៏ថ្ងៃមួយហ្នឹងគេថាពេលយប់អញ្ចឹងល្បីថាវត្តហ្នឹងពីមុនបងប្អូនដឹងថាមិនទាន់មកដល់សម័យបច្ចេកវិទ្យាឥឡូវនេះពីមុនគឺសបោខ្លាំងនៃហេតុការណ៍ក៏ដូចជាការជួបនៅខ្មោចអីផ្សេងក៏ដូចជាហេតុការណ៍ចម្លែកផ្សេងជាច្រើនដែលបានកើតឡើងចំពោះបងប្អូនដែលកាលនៅឆ្នាំ2013 2014 2015នេះគឺសម្បូរខ្លាំងណាស់បងប្អូនអរគុណសម្បូរកាលហ្នឹងមិនសូវជាជឿនលឿនអីប្រហែលទេដែលអ្នកនៅតាមសុខខ្សែជនបទណាបើថាអ្នកទីក្រុងអាហ្នឹងគេជឿនលឿនអាហ្នឹងគឺជ្រុងរបស់គេមិនសូវជាជឿជាក់ឬជាជឿខាងអបិយជំនឿអីអញ្ចឹងប្រហែលទេប៉ុន្តែបងប្អូនអ្នកនៅតាមជនបទក៏ដូចជាអ្នកនៅស្រុកស្រែអញ្ចឹងគឺសឹងថា90% គឺជឿជាក់ទៅលើរឿងហ្នឹងខ្លាំងដែលមាននៅអបិយជំនឿក៏ដូចជាមាននៅខ្មោចធ្មប់អីចឹងទៅណាជាពិសេសគឺប្រភេទពួកហ្នឹងសម្បូរនៅតាមជនបទនៅតាមស្រុកស្រែបើតាមទីក្រុងគឺមិនសូវជាសម្បូរមិនសូវជាមានទេមានតែបងប្អូនយើងដែលអ្នករៀនចេះពីស្រុកស្រែណាគាត់មកទៅការរស់ស៊ីក៏ដូចជាខាងគ្រូខាងអីហ្នឹងគាត់ធ្វើការរស់ស៊ីមកឡើងមកទីក្រុងចឹងទៅគាត់បានដល់អាសនៈក៏ដូចជាជួផ្ទះគេបានអាសនៈសម្រាប់ធ្វើគ្រូមើលធ្វើគ្រូមកចាក់ទឹកចាក់អីចឹងទៅណាស្ដាយបងប្អូនចាប៉ុន្តែការពីឆ្នាំ2013 14នេះណាខ្ញុំក៏នៅតូចអាយុមិនច្រើននេះណាស់មែនតែអាយុធំណា11 12ឆ្នាំអីចឹងទៅហើយក៏ពេលហ្នឹងនិយាយក៏បាននាំខ្ញុំឲ្យមកនៅក្នុងវត្តហើយកាលហ្នឹងតាមវត្តមួយចំនួនក៏មិនសូវជាជឿនលឿនអីណាស់ប្រហែលណាបងប្អូនតោះគ្នានៅវត្តខ្លះគាត់កន្លែងលោកឆាន់ឡាឆាន់នៅឈើអីឡើយជឿនលឿនថាតាមវត្តទីក្រុងហ្នឹងគឺវត្តដែលគេអ្នកមាននៅហិងជឿនលឿនថាតាមវត្តយ៉ាងតាមជនបទតាមស្រុកស្រែមិនសូវជាជឿនលឿនមិនសូវជាលះលួនអីប្រហែលទេណាបងប្អូនណាអញ្ចឹងនៅតាមជនបទណាវត្តដែលខ្ញុំនៅគិនតែហ្នឹងគឺសម្បូរតែកុដិឈើស្លាឆាន់ឈើបើថាព្រះវិហារគឺគេកសាងថ្មហើយណាខ្ញុំមកធ្វើកូនសិស្សលោកហ្នឹងលោកក៏បានប្រើទៅនេះទៅនោះអីចឹងទៅហើយគឺការហ្នឹងសម្បូរមែនបងប្អូនគេនៅក្នុងវត្តហ្នឹងមានដើមឈើហ្នឹង2ដើមបងប្អូនអរគ្នាចំណាំតែស្គាល់តែផ្លែវាគឺក៏គេថាផ្លែច័ន្ទនិងផ្លែប៉ែនណាខ្ញុំឆ្ងល់ថាដើមឈើវារៀងចម្លែកដែរបងប្អូនវាដុះពីរជាប់គ្នាគេថាផ្លែប៉ាន់
học lại chăn muối nâng lại bán muối về là đã đổ máu đang từ muối mình tại mệt máu hay phải với khó khăn gì muối mú là muối hiện tập mệt để chẳng hạn hay có bây giờ bây chẳng tới nơi cái lãnh kia ta cái lại ba đồng mấy cái thơ vì muốn cứ ở toàn mình cái tâm nhà ta mình thấy cái lãnh cái tâm cỏ sáng này vì muốn cái mình lương mình để họ cho cái lãnh đam chăn đam bán cái chăn mình tên này bang phôn ở nơi ta ngày sau ngày chính thức người ta bây giờ chỉ chúng ta ta bây giờ khởi lương họ hào bên nhận anh trên tay lương họ hai cả năng nhung nay chỉ không mấy đã hiện lại đã chắc là cái vậy mà hiện chạm chỉ đã hiện mọi hiện pri hiện ấy vậy nên còn lại thì mình nó bang phôn này mà tập bây giờ cứ chủ yếu chỉ sẽ kiểu bang phôn nè mình đã lập nơi không bot kia thì nó không bot bé giúp cái serial khang mình đèn ta ta mấy trái cái serial khang mình đèn hay bóng phone tặng ác nếu có chỉ score cái là để sử dụng để có ai cái liền nè cái trong phía trên trong asa khơi miền phượng tu phượng thông phượng kiêu chẳng cả đó máu kiêu ngắn mình thì các bạn ta tụt về những cái này anh ấy thì men cho mình clip top này bọc cho mẹ này hay lấy những máu cho mà bữa thì nó bảo cho với như là đi thì dụng mỗi những điều của bạn phải xem ơi mà đòn tập tài thật vì còn mặc lại tập lệnh rồng năm tán chỉ ngày đấy bao phồn hiện trong mà rồi mày bị rồi mày đá nó hình của xóm đó hay bị giống cái này ở bên phượng là tiếng ấy đôi sớm lại đến tiếp bị muốn cười anh ngặt trên kêu chạy đã cô chúng bây giờ làm bận phượng này hay trong có căn tiền mà bóng phốn có sao ta không thể nó đó nó sẽ đó cho đó nó như là rốn răng hay là vào thì span là span để cho bóng phốn quan trọng rồi vào hái mà tu rồi là mình nhận hay thọn hay đúng hay cào cra như thế hay trong có bên cái chợ đậm phải bự ba đó con phone phải như vậy nếu mà chỉ được xem lại còn là như cái dạy rương mọi rương ấy thì tuấn còn chỉ bự ba bự bỏ bự cái mà như thế nè hay mà xin chỉ bao phone này để bạn dẫn lại rương thì hãy được xem xin chui comment nó càng cao bởi khi đừng phỏng này bạnคือการนับปีนี้คือมันเอาแต่ปรึกว่าเปลี่ยนใจแต่เอาโซนนัททัวแต่นโมตัสสะนะโซนใบจอบใบจันนะก็มอยปรึกว่าก็มอยปรึกไอ้จังนะให้saoแต่lưu rong này rồi đối mình là hay trên tại nhiều tim mũi ở ấy bao phủ nhiều nhìn như là như hình khá em ta nhưng tục chất của anh là đó còn tự đó cái này nổi chứ UTP nơi tôi dùng thì mỗi điện thì xin lệnh hãy nhớ đây khi là về UTP đôi khi niềm ta thì họp lại và bố những chỉ điện chứ là về việc khổ cái nào việc như thế việc bắt bạn phải chứ gì hãy đọc về hơi chính thức trong một hiện bởi đây có sao là ngày mỗi nắng mình cái làm với cái thư mong thư chạy đấy nó không có đấy cái dồ xòm nhớ nó một cộng nữa không có không ấy đó nè hay là tung đấy cái hào phía trên cái đã tung của bơ của tung lần đấy cái đã nào không chạy đấy nó bong bồn còn là nhưng từ đó đừng studio mong hình siêu hay lại nó bị lại vụสมัยนั้นการนั้นนี่ได้พูดเรื่องเงินที่ไงได้ยังเราไปเรื่องฉันcái thằng xảo bao phủ kinh vậy thêm bộ không ai luôn bộ ấy này nhớ lại đấy chỉ cái đó quạt này chẳng tới chua không ai có bột có ba có bột ấy chẳng tới chẳng các cái mà thành cái luôn
ចង្ការឃើញខ្មោចហ្នឹងដែរយូរក្បាលយូរអីចឹងតែតែគេជួបច្រើនហ្មងនិយាយថាចេញមកជួបច្រើននៅសួនខ្មោចឬអីចឹងចង្ការទៅឃើញមកណាត់ខ្លួនធំខំចង្ការទៅបាត់ដៃចង្ការទៅបាត់ជើងអីចឹងតែចង្ការទៅមានតែក្បាលហោះអីចឹងតែចង្ការទៅសុំម៉ូតូសុំអីចេះចឹងណាបងប្អូនដល់ពេលចឹងនិយាយតែបើថាបងប្អូនរៀងខ្លាចដែរតែលើថាកន្លែងណាស្ងាត់មួយចំនួននេះជាពិសេសគឺមិនស្អីហ៊ានទៅខ្ញុំជឿជាក់អញ្ចឹងមកថាទៅម្នាក់ឯងគឺអត់ស្អីហ៊ានទៅហ្មងហើយអត់ស្អីមានភ្លើងអត់អីទៀតគឺជាអត់ទៅតែហ្មងកន្លែងហ្នឹងព្រោះខ្លាចណាស់បងប្អូនទាំងគេទាំងខ្ញុំនិយាយថាមិនថាបងប្អូនថាខ្ញុំគេខ្លាចដូចតែគ្នាព្រោះហ៊ានស្ងាត់ហើយមាននៅខ្មោចដឹងតែមានខ្មោចអីចឹងគឺអត់ហ៊ានទៅបាទហើយគឺថាខ្ញុំដើរទៅក្រោយកន្លែងគេកប់សពហ្នឹងក្រោយវត្តហ្នឹងបងប្អូនហើយឃើញស្រស់មកថាខ្មោចគេទៅដឹងខ្លួនបើថ្ងៃនឹងអង្គុយកន្លែងបងហ្នឹងកន្លែងបងនេះគេដាក់តែกินចាយដែរណាបងប្អូនអង្គុយហើយដល់ពេលចឹងខ្ញុំឃើញបងប្អូនស្មានតែមិននេះណាឃើញឆ្លៀកសពាក់សអញ្ចឹងមានណាមកជិះទូបាត់ខ្លួនដល់ពេលបាត់ខ្លួនទៅខ្ញុំចាប់ផ្ដើមភ័យទៅពេលចាប់ផ្ដើមភ័យទៅពេលភ័យចឹងទៅយូរនេះហើយឃើញសមកបងប្អូនឃើញសហើយខ្ញុំភ័យទៅពេលខ្ញុំក៏បានដើរទៅជន់នៅអាសំណែននេះគេយកទៅសែនអីជន់ហើយឈឺដល់ពេលឈឺហើយបានជាងទៅសុំទោសសុំបែគេជាងទៅសុំទោសគេកុំឲ្យឈឺកុំឲ្យអីឲ្យជាជាងទៅពេលថាកូនចៅនេះក៏សុំខ្មាស់តតែបានដើរទៅជន់ในសំណែនជន់នៅពេលដែលគេបានដាក់សែនតែជាងទេណាបើសិនជាកាលហ្នឹងបើសិនជាដាក់សែនអត់សុំខ្មាស់ទោសគេទេខ្ញុំប្រហែលជាស្លាប់បាត់ហើយបងប្អូនឈឺហិងធ្ងន់ដែរដល់ពេលសុំគេអញ្ចឹងទៅបានគ្រាន់បានណាស់ជាងទេហើយដល់ពេលសួរលោកសួរអីចឹងទៅលោកថារឿងមានមែនហើយនៅកន្លែងសម្បូរខ្មោចចឹងទៅបើថាប្រគុណម្ចាស់ខ្លះឃើញខ្មោចហ្នឹងអង្គុយលើចុងស្វាយចុងអីកំពេកូនពាក់ចឹងទៅឃើញនៅលើមេឃស្វាយលើចឹងទៅជាសពាក់សចឹងទៅចឹងគេថាឃើញជាងឃើញចឹងទៅជាមែនណាគឺមែនគឺបោមែនហើយលោកតែនិយាយពេលថាបើថាលោកខ្លាចចិត្តដែរតែលោកតែអញ្ចឹងណាបើសិនជាគេមកមុនម៉ោង2 10មុនអីណាថាកុំឲ្យមុនតើអញ្ចឹងព្រោះខ្មោចមកមុនអញ្ចឹងបងប្អូនតែលើដូចជានៅខេត្តតាកែវតែគេល្បីថាសងនៅជាប់លេខចុងអាស័យបងប្អូនថាខ្មោចមកមុនពេលយកឲ្យទៅសូត្រធေါ်សូត្រអីដល់ពេលនេះនៅលើចុងអាស័យខ្ញុំជឿជាក់បើគាត់ថារឿងប្រហែលជាមានមែនបងប្អូនក៏ដូចខ្ញុំដែរអត់ព្រោះខ្ញុំគាត់ថារឿងគឺមានមែនខ្មោចមកមុនមកហ្នឹងឆ្នាំតែឃើញតាម channel បងប្អូនមួយដែលសម្ដែងនៅរឿងក៏ដូចជានិយាយនៅរឿងហ្នឹងជាច្រើនរឿងថាខ្មោចមកមុនលោកមុនអីហ្នឹងហើយលោកនៅជាប់លើដើមអាស័យលើអីចឹងបងប្អូនមើលទៅមានច្រើនបែបជារឿងនេះមានគេនៅខេត្តតាកែវរឿងនេះមានពិតមែនហើយខ្ញុំថ្ងៃមួយនោះក៏បានពេលហ្នឹងពេលបនបងប្អូនពេលប្រជុំពេលហ្នឹងក៏បានចេញពីបន្ទប់លោកមកនោះក៏បានឃើញអីសរត់កាត់មុខខ្ញុំពូមកផ្លិតគឺបាត់ឆេញមកតាំងពីដល់មករៀងទៅវាឃើញហើយបានឃើញតែរៀងខ្លាចគួរសមដែរបងប្អូនហើយទាំងពីហ្នឹងមកហើយម្ដងឡើយនេះបើជានៅនឹងវត្តហ្នឹងប្រហែលជាស្អាតហើយរឿងអស់ព្រៃជាងមុនបងប្អូនប្រហែលជាថ្លៃសើមាននៅខ្មោចនៅហ្នឹងព្រោះគេសម្អាតគេអីចឹងទៅឲ្យបានមកស្អាតអីចឹងទៅហើយនេះចង់បញ្ជាក់ប្រាប់បងប្អូនថាគឺមានមែនគឺអបិយជំនាញគឺមានមែនហើយខ្មោចគឺមានមែនខ្ញុំបានក៏បានជួបផ្ទាល់នៅបងប្អូនគឺមានមែនជាភពផលគាត់តែសម្រាប់បងប្អូនដឹងមិនដឹងខ្ញុំមិនសូវជាដំណើរបើថាសម្រាប់ខ្ញុំគឺដឹងឲ្យមានមែនអញ្ចឹងមិនចាស់តែកុំឲ្យ
បងប្អូននិយាយប្រមាថកុំឲ្យនិយាយកុំឲ្យថាចូលព្រៃចូលអីចឹងទៅនិយាយពីនេះពីនោះមកតែផ្លាកុំឲ្យនិយាយមើងងាយគេចេះចុះអីណាបងប្អូនបើទោះជាបងប្អូនណាធ្លាប់អញ្ចឹងដែរសូមជួយ comment ខាងក្រោមប្រាប់ខ្ញុំផងមកខ្ញុំចង់ដឹងដែរចឹងខ្លះបងប្អូនបានជួបដូចខ្ញុំចាំដែរណាបងប្អូនអញ្ចឹងការនិយាយការសម្ដែងដូចជាភាពបងប្អូនគឺមានតែប៉ុណ្្នឹងបងប្អូនបាទសិនជាបងប្អូនចូលចិត្តខ្ញុំបានដូចជា DJ ក៏ដូចជាស្មារតីសូមជួយចុចសញ្ញាកណ្ដឹងដើម្បីនឹង subscribe ជាមួយនឹងមេដៃផងបានដើម្បីតាមបានរបស់ខ្ញុំបានគណិតស្មារតីថ្មីទៀតបាទសូមអរគុណសូមជម្រាបលា